សូមស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំបាទនៅក្នុងវីដេអូនេះខ្ញុំលើកយក clear ជាភាសាអង់គ្លេសដែលយើងហៅថាជា English បាទឬក៏ idiomatic expression បាទ clear មួយចំនួននៅក្នុងភាសាអង់គ្លេសយើងពិបាកនៅក្នុងការបកប្រែបើសិនតែយើងអត់បានជួប clear ដឹងទេគឺយើងអត់ដឹងពីព្រោះ clear ទាំងអស់នោះគឺវាមានអត្ថន័យផ្សេងខុសពីអត្ថន័យរបស់ពាក្យដើមអញ្ចឹងពាក្យមួយផ្សំមកចូលគ្នាទៅជា clear ប្រយោគអញ្ចឹងវាមានអត្ថន័យមួយផ្សេងអញ្ចឹងទៅបាទនៅក្នុងវីដេអូនេះខ្ញុំលើកយកពាក្យ all at one ពាក្យ all at one នេះគឺមានន័យថាមួយរំពេចនោះជាភាសាខ្មែរបាទខ្មែរ language ហើយវាមានន័យស្មើទៅនឹងពាក្យ suddenly for example all at once the sky became dark and it started to rain all at once the sky became dark and it started to rain បាទមួយរំពេចនោះផ្ទៃមេឃត្រឡប់ទៅជាខ្មៅងងឹតភ្លាមហើយហើយភ្លៀងក៏បានចាប់ផ្ដើមធ្លាក់ចុះមកបាទខ្ញុំលើកយក clear របស់ភាសាអង់គ្លេសយកមកបង្ហាញសម្រាប់បងប្អូនដែលគាត់ចេះភាសាអង់គ្លេសខ្លះហើយដើម្បីងាយយល់នៅក្នុងការបកប្រែភាសាអង់គ្លេសអញ្ចឹងការសិក្សាអំពី English idiom clear មួយចំនួនគឺសំខាន់បើយើងមើលតាមសភៅតើតើយើងជួបពាក្យហ្នឹងអាចប្រែបានអញ្ចឹងបើសិនតែយើងអត់ដែរជួបទេគឺយើងបកប្រែ word by word ហ្នឹងគឺអត់ដឹងថាពាក្យហ្នឹងប្រែមានន័យយ៉ាងម៉េចទេគឺបកប្រែទៅស្រាប់អត់បានបាទអញ្ចឹងនៅក្នុងវីដេអូនេះមានតែប៉ុណ្្នឹងទេបាទ thank you so much for watching my video from the beginning to the end បាទសូមអរគុណបងប្អូនច្រើនបាទសូមរងចាំទស្សនានៅវីដេអូលើក្រោយទៀតបាទ